កំពុងតែមានបំណងចង់បានទុនពង្រីកអាជីវកម្មឬចង់ផ្ទេរឥណទានអាជីវកម្មរបស់លោកអ្នកដើម្បីទទួលបានអត្រាការប្រាក់ទាបជាងមុនហើយអាចខ្ចីបានច្រើនជាងមុនទៀតមែនទេតោះមកដឹងពី3ចំណុចសំខាន់ទៅលើឥណទានអាជីវកម្មខ្នាតតូចនិងមធ្យមរបស់ធនាគារកណ្ណាឌីយ៉ាទី1ទំហំប្រាក់កម្ចីនិងអត្រាការប្រាក់ម្ចាស់អាជីវកម្មទាំងអស់អាចនឹងទទួលបានប្រាក់កម្ចីរហូតដល់$700,000ជាមួយនឹងការផ្ដល់ជូនពិសេសលើអត្រាការប្រាក់ទាបចាប់ពី 7.5% តែប៉ុណ្ណោះក្នុងមួយឆ្នាំទី2រយៈពេលកម្ចីនិងការបង់សងត្រឡប់ត្រង់ចំណុចនេះគឺកាន់តែពិសេសដោយសារតែលោកអ្នកអាចជ្រើសរើសការបង់សងត្រឡប់ដែលមានភាពសមស្របនិងបត់បែនទៅតាមប្រភេទនិងចំណូលអាជីវកម្មរបស់លោកអ្នកជាមួយនឹងរយៈពេលកម្ចីវែងរហូតដល់120ខែឬ10ឆ្នាំនិយាយរួមទៅអត្រាការប្រាក់ក៏ល្អរយៈពេលក៏វែងឯលក្ខខណ្ឌនៃការសងត្រឡប់ក៏ងាយស្រួលថែមទៀតតែទីលក្ខខណ្ឌនៅក្នុងការស្នើសុំឥណទាននិងតម្រូវការឯកសារពីអតិថិជនមានលក្ខណៈស្មុគស្មាញនិងតឹងរ៉ឹងរូវសូមកុំបារម្ភព្រោះនៅក្នុងចំណុចទី3ខ្ញុំនឹងបង្ហាញពីលក្ខខណ្ឌនិងឯកសារតម្រូវជូនបងប្អូនទាំងអស់គ្នាអញ្ចឹងបើនិយាយពីការស្នើសុំវិញគឺកាន់តែមានភាពងាយស្រួលក្នុងការស្នើសុំឥណទានរបស់ធនាគារកណ្ណាឌីយ៉ាលោកអ្នកគ្រាន់តែមានលិខិតបញ្ជាអត្តសញ្ញាណផ្ទាល់ខ្លួនអាចជាអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅលិខិតបញ្ជាក់អាជីវកម្មនិងវិក័យប័ត្រចំណូលចំណាយឬបើមានរបាយការណ៍ហិរញ្ញវត្ថុទៀតនោះកាន់តែប្រសើរតែបើមានបានកម្មសិទ្ធិទ្រព្យធានាហើយទ្រព្យធានាមិនមានគ្រប់គ្រាន់យើងក៏មានលក្ខខណ្ឌពិសេសផ្ដល់ជូនផងដែរជារួមលក្ខខណ្ឌតម្រូវការឯកសាររបស់យើងមានភាពបត់បែនទៅតាមស្ថានភាពមុខរបរនិងអាជីវកម្មជាក់ស្ដែងរបស់បងប្អូនពីព្រោះធនាគារកណ្ណាឌីយ៉ាបានយល់ច្បាស់អំពីបញ្ហាប្រឈមដែលម្ចាស់អាជីវកម្មនីមួយៗកំពុងជួបប្រទះអញ្ចឹងនៅចាំដល់ណាទៀតធ្វើការទំនាក់ទំនងឬសាកសួរព័ត៌មានបន្ថែមនិងដាក់ពាក្យស្នើសុំតាមរយៈលេខទូរស័ព្ទ023 868 222ឬឆាតចូលប្រអប់សារ